ថ្ងៃនេះខ្ញុំសូមមកអានចាស់បើកបង្ហាញអំពីសិភៅអំណាចអនុសម្បញ្ញៈមេរៀនទី1ដោយសារតែខ្លឹមសារសិភៅនេះល្អខ្លាំងចាស់អញ្ចឹងខ្ញុំសូមមកចែករំលែកដល់បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាអ្នកនិពន្ធធ្លាប់បានឃើញបរិហាកើតឡើងនៅលើគ្រប់ដំណាក់កាលនៃជីវិតមនុស្សនៅទូទាំងពិភពលោកពេលអ្នកចាប់ផ្ដើមប្រើអំណាចពិសេសនៃអនុសម្បញ្ញៈរបស់ខ្លួនបរិហាទាំងនោះក៏អាចកើតឡើងនៅលើរូបអ្នកបានដូចគ្នាសិភៅមួយក្បាលនេះនិពន្ធឡើងដើម្បីបង្រៀនឲ្យអ្នកចេះប្រើអនុសម្បញ្ញៈនៅក្នុងការកំណត់រូបភាពនៃការគិតនិងកំណត់ជោគវាសនារបស់ខ្លួនតើអ្នកដឹងចម្លើយហើយឬនៅហេតុអ្វីក៏បុគ្គលម្នាក់មានសេចក្តីសុខតែបុគ្គលម្នាក់ទៀតមានតែក្តីទុកហេតុអ្វីក៏មនុស្សខ្លះសប្បាយរីករាយកំកានរុងរឿងតែអ្នកខ្លះរងទុក្ខហើយក្រីក្រអាប់អោនហេតុអ្វីមនុស្សម្នាក់ភ័យខ្លាចព្រួយបារម្ភកង្វល់តែម្នាក់ទៀតពោពេញទៅដោយជំនឿមានទំនុកចិត្តហេតុអ្វីមនុស្សម្នាក់មានផ្ទះល្អប្រណិតទន្ទឹមនឹងម្នាក់ទៀតរស់នៅក្នុងខ្ទមតោកយ៉ាហេតុអ្វីមនុស្សម្នាក់ទទួលជោគជ័យធំធេងតែម្នាក់ទៀតបែរជារលំរលាយអស់ពីខ្លួនហេតុអ្វីមនុស្សម្នាក់មានកេរ្តិ៍ឈ្មោះល្បីល្បាញតែម្នាក់ទៀតបែរជាគ្មាននរណាទទួលស្គាល់ហេតុអ្វីមនុស្សម្នាក់មានទេពកោសល្យខ្ពស់លើមុខជំនាញការងាររបស់ខ្លួនទន្ទឹមនឹងម្នាក់ទៀតធ្វើការជាទម្ងន់ហើយនៅតែមិនអាចប្រៀបផ្ទឹមទៅនឹងអ្នកដទៃព្រមទាំងមិនអាចសម្រេចជោគជ័យនៅក្នុងជីវិតបានហេតុអ្វីមនុស្សម្នាក់សុខភាពទ្រុឌទ្រោមមានជំងឺរ៉ាំរ៉ៃព្យាបាលមិនជាតែម្នាក់ទៀតមានសុខភាពល្អគ្មានរោគទាអ្វីសោះហេតុអ្វីទើបមានលទ្ធិសាសនាប្រសើរខ្ពង់ខ្ពស់ទន្ទឹមនឹងលទ្ធិមួយចំនួនបែរជាធ្វើឲ្យមនុស្សរងទារុណកម្មទាំងផ្លូវចិត្តនិងផ្លូវកាយហេតុអ្វីទើបមានបង្គោលខ្លះដែលល្មើសនឹងសិលធម៌ហើយមិនគោរពលទ្ធិសាសនាអ្វីបែរជាសម្រេចជោគជ័យធំចម្រើនរុងរឿងហើយរីកចម្រើនជាមួយនឹងសុខភាពដ៏ល្អមកមួនហេតុអ្វីនារីម្នាក់មានជីវិតអាពាហ៍ពិពាហ៍ប្រកបដោយក្តីសុខតែប្អូនរបស់នាងបែរជាបរាជ័យមិនសមបំណងចម្លើយភាគច្រើននៃសំណួរទាំងនេះស្ថិតនៅក្នុងដំណើរការនៃសម្បញ្ញៈនិងអនុសម្បញ្ញៈនៅក្នុងខ្លួនឯងទាំងអស់ហេតុផលក្នុងការនិពន្ធសៀវភៅមួយក្បាលនេះគឺដើម្បីឆ្លើយសំណួរខាងលើនិងសំណួរផ្សេងៗទៀតដែលស្រដៀងគ្នាបានឲ្យបានច្បាស់លាស់ទើបវាជាកត្តាជំរុញឲ្យអ្នកនិពន្ធសរសេរសៀវភៅនេះឡើងហើយព្យាយាមអធិប្បាយពីសភាពពិតដ៏អស្ចារ្យជាមូលដ្ឋាននៃបង្កប់នៅក្នុងចិត្តគំនិតរបស់អ្នកដោយការប្រើភាសាសាមញ្ញបំផុតតាមតែអាចធ្វើទៅបានអ្នកនិពន្ធជឿថាយកភាសានិយាយមកប្រើនៅក្នុងការពណ៌នាអំពីឫសគល់ឬគោលការណ៍ដ៏ស៊ីជម្រៅនៃជីវិតគឺជាវិធីដ៏ល្អបំផុតអ្នកនឹងឃើញថាភាសាដែលប្រើនៅក្នុងសៀវភៅនេះជាពាក្យសម្ដីសាមញ្ញធម្មតាដែលតែងជួបជាប្រចាំនៅក្នុងកាសែតទស្សនាវដ្តីនិងជួបប្រទះក្នុងការិយាល័យក្នុងផ្ទះនិងក្នុងរឿងទូទៅផ្សេងៗអ្នកនិពន្ធមានសំណូមពរឲ្យអ្នកសិក្សាយ៉ាងលម្អិតពីខ្លឹមសារនៅក្នុងសៀវភៅនេះហើយយកវិធីសាស្ត្រផ្សេងៗទាំងនេះមកអនុវត្តជាក់ស្ដែងបើអ្នកធ្វើបានដូច្នោះអ្នកនិពន្ធជឿថាអ្នកកំពុងទទួលការគាំទ្រដោយអំណាចអច្ឆរិយៈដែលនឹងជំរុញអ្នកឲ្យរួចផុតអំពីភាពស្មុគស្មាញការឈឺចាប់ភាពសោកសៅនិងបរាជ័យនាំទៅដល់ទីកន្លែងដែលស័ក្តិសមជួយដោះស្រាយបញ្ហាការលំបាកផ្សេងៗការពារអ្នកពីការឈឺចាប់ខាងផ្លូវចិត្តព្រមទាំងនាំអ្នកទៅដល់មាគ៌ាទៅរកសេរីភាពសេចក្តីសុខនិងភាពស្ងប់សុខក្នុងចិត្តគឺអំណាចដ៏អស្ចារ្យនៃអនុសម្បញ្ញៈនេះឯងដែលអាចព្យាបាលមនុស្សឲ្យជាសះស្បើយពីវិធីនិងជួយលើកកម្ពស់សោភ័ណជីវិតនិងធម៌ពលឲ្យមាំមួនដូចដើមក្នុងការរៀនសូត្រពិធីយកអំណាចផ្លូវចិត្តមកប្រើវានឹងធ្វើឲ្យអ្នកទំលាយរនាំងគុកពីភាពភ័យខ្លាចបោះជំហានទៅរកជីវិតដូចអ្វីដែលអ្នកពោលផ្ដល់អត្ថន័យថាជាជ័យជំនះដ៏ពិសេសវិសាលរបស់ព្រះបុត្រាព្រះជាម្ចាស់នោះឯងរលែងអំណាចដ៏អស្ចារ្យចេញមកការព្យាបាលជំងឺដោយខ្លួនឯងគឺជាភស្តុតាងបង្ហាញឲ្យឃើញច្បាស់អំពីភាពជឿជាក់ទុកចិត្តចំពោះនៃអនុសម្បញ្ញៈរបស់យើងជាង42ឆ្នាំមកហើយដែលអ្នកនិពន្ធព្យាបាលខ្លួនឯងពីជំងឺកំណាចមួយដែលក្នុងភាសាពេទ្យហៅថាជំងឺសាកូម៉ាដោយប្រើអំណាចនៃអនុសម្បញ្ញៈដែលគេបានបង្កើតប្រការចាំបាច់គ្រប់យ៉ាងសម្រាប់ជីវិតហើយដែលនៅតែអនុវត្តកិច្ចប្រតិបត្តិនោះជាប់ជាប្រចាំរហូតមកប៉ុន្តែវិធីសាស្ត្រផ្សេងៗដែលអ្នកនិពន្ធធ្លាប់ប្រើបានផលរួចមកហើយត្រូវបានយកមកកត់ត្រាចូលនៅក្នុងសៀវភៅនេះយ៉ាងលម្អិតហើយអ្នកនិពន្ធជឿជាក់ថាវានឹងជួយឲ្យអ្នកមានការជឿជាក់នៅលើអំណាចព្យាបាលដ៏គ្មានព្រំដែនដែលបង្កប់យ៉ាងជ្រៅនៅក្នុងអនុសម្បញ្ញៈរបស់មនុស្សគ្រប់រូបសូមអរគុណទៅដល់ដំបូន្មានដ៏ល្អរបស់រៀមច្បងម្នាក់ជាវិជ្ជបណ្ឌិតដែលធ្វើឲ្យអ្នកនិពន្ធយល់ច្បាស់ថាគឺធម្មជាតិនេះហើយដែលជាអ្នកបង្កើតភាពអស្ចារ្យនៅក្នុងការកំណត់អវយវៈគ្រប់ផ្នែករបស់យើងរួមទាំងរូបកាយហើយច្របាច់បេះដូងរបស់យើងឲ្យលោតជាចង្វាក់ទន្ទឹមគ្នានោះដែរធម្មជាតិក៏អាចព្យាបាលជួសជុលសរីរាង្គខាងក្នុងរបស់យើងដោយខ្លួនឯងដោយតាមដែលសុភាសិតបុរាណមួយពោលថាពេទ្យបំពេញតួនាទីដេមករបួសចំណែកព្រះជាម្ចាស់ជាអ្នកព្យាបាលអ្នកនឹងចម្លែកចិត្តនៅពេលអធិដ្ឋានប្រកបដោយជំនឿជឿជាក់នៅក្នុងផ្នែកវិទ្យាសាស្ត្រការអធិដ្ឋានគឺជាសកម្មភាពផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងផ្នែកសម្បញ្ញៈជាមួយនឹងអនុសម្បញ្ញៈដោយផ្ដោតតម្រង់ទៅរកគោលដៅកំណត់ជាក់លាក់ណាមួយសៀវភៅនេះនឹងណែនាំអំពីវិធីទៅតាមបែបវិទ្យាសាស្ត្រនៅក្នុងការឈានទៅចាប់យកអំណាចដែលគ្មានកំណត់ជួយបណ្ដាលឲ្យអ្នកទទួលបាននៅរបស់ដែលខ្លួនចង់បានក្នុងជីវិតមិនថាជាគុណភាពជីវិតដ៏ល្អប្រសើរភាពមានស្ដុកស្ដំពោពេញទៅដោយសុភមង្គលក្នុងជីវិតជាដើមពេលណាអ្នកចាប់ផ្ដើមប្រើអំណាចដ៏អស្ចារ្យនេះពេលនោះដំណើរជីវិតប្រចាំថ្ងៃរបស់អ្នកនឹងប្រព្រឹត្តទៅកាន់តែរលូនសមត្ថភាពកាន់តែកើនឡើងនៅក្នុងការដោះស្រាយបញ្ហាខាងធុរកិច្ចនិងមានភាពចុះសម្រុងគ្នាក្នុងទំនាក់ទំនងគ្រួសារសូមឲ្យប្រាកដចិត្តថាអ្នកបានអានសៀវភៅនេះច្រើនដងព្រោះមានជំពូកជាច្រើនដែលបញ្ចេញអំពីរបៀបប្រតិបត្តិការនៃអំណាចដ៏អស្ចារ្យនេះព្រោះវាជាវិធីដែលឲ្យអ្នកស្រូបទាញយកកម្លាំងចិត្តនិងវិជាការដែលកប់ទៅក្នុង